បាទជំរាបសួរពុកម៉ែបងប្អូនគ្នាហ្នឹងហើយពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រវិលត្រឡប់មកសារជាថ្មីបងប្អូនណាថ្ងៃនេះយើងរៀនមេរៀនបន្តបងប្អូនណាគឺ conversation 2បន្តទៀតបងប្អូនហ្នឹងហើយឥឡូវខ្ញុំបង្ហាញ slide ធំតែម្ដងបាទនៅ conversation 2នេះគឺមានការសួរឈ្មោះបងប្អូនណាមានជាប្រយោគដូចជា what is your surname what is your surname មានន័យថាតើនាមតកូលរបស់អ្នកឈ្មោះអ្វីហើយកន្លែង surname បងប្អូនអាចប្រើមួយទៀតពាក្យការពាក្យន័យដូចណា synonym ហ្នឹងគឺ last name បងប្អូនអាចប្រើ last name ក៏បានដែរអញ្ចឹង what is your last name ក៏បានដែរបងប្អូនណាហើយយើងសង្កត់ខាងក្រោយជា question mark ទៅ what is your surname តើនាមតកូលរបស់អ្នកឈ្មោះអ្វីអញ្ចឹង my surname is ភាពមានថានាមតកូលរបស់ខ្ញុំគឺឈ្មោះភាពឬក៏យើងអាចនិយាយបានថា my last name is ភាពក៏បានដែរបងប្អូនណាក៏អត្ថន័យដូចគ្នាដែរបន្តទៀត what is your first name ឬយើងប្រើសង្កត់កន្លែងនេះបងប្អូនណា what is your first name តើនាមខ្លួនរបស់អ្នកឈ្មោះអ្វី my first name is Dara នាមខ្លួនរបស់ខ្ញុំគឺឈ្មោះ Dara what is your full name full name វាមានឈ្មោះពេញមានថាមានទាំង surname បូកជាមួយនឹង first name បងប្អូនអញ្ចឹងគឺ what is your full name តើឈ្មោះពេញរបស់អ្នកឈ្មោះអ្វីអញ្ចឹង my full name is ភាព Dara មានន័យថាឈ្មោះពេញយើងមាននាមតកូលបូកជាមួយនឹងនាមខ្លួនឯងអញ្ចឹងបងប្អូនណាអូខេអញ្ចឹង my full name is ភាព Dara ទៅ slide បន្ទាប់គឺយើងប្រើប្រយោគ what time do you usually go to school what time do you usually go to school អាហ្នឹងយើងទៅតែមានសង្កត់សំឡេងកន្លែងនេះមែនទេបាទគេថា intonation ណាការលើកដាក់សំឡេងហ្នឹងគឺកន្លែងនេះជាសំណួរយើងត្រូវលើកដាក់សំឡេងកន្លែងនេះ intonation កន្លែងនេះអានេះគេហៅថា question mark អញ្ចឹង what time do you usually go to school តើជាធម្មតាអ្នកទៅរៀននៅម៉ោងប្រហែលឬក៏ទៅសាលារៀននៅម៉ោងប្រហែលបងប្អូនណា I usually go to school at 20 past 6ជាធម្មតាគឺខ្ញុំទៅសាលារៀននៅម៉ោង6:20នាទី AM បាទនៅមេរៀនក្រោយៗវីដេអូក្រោយៗខ្ញុំនឹងបង្ហាញលម្អិតជូនតាក់ទងជាមួយនឹង AM និង PM បងប្អូនណាអ្នកខ្លះបងប្អូនខ្លះក៏គាត់ដឹងច្បាស់ទៅបងប្អូនខ្លះគាត់មិនទាន់បានដឹងដែរនឹងហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញជូនតាក់ទងជាមួយនឹង AM និង PM ជាធម្មតាខ្ញុំទៅសាលារៀននៅម៉ោង6:20នាទីព្រឹកបងប្អូនណាអូខេអញ្ចឹងគឺ AM ពេលព្រឹកហើយប៉ុន្តែយើងមិនដឹងថាព្រឹកចាប់ពីម៉ោងម៉ោងដល់ម៉ោងប៉ុន្មានទេតាក់ទងនឹង AM ហ្នឹងរៀនក្រោយខ្ញុំនឹងបង្ហាញជូនឲ្យបានច្បាស់តាក់ទងជាមួយនឹង AM និង PM យកបន្តទៀតគឺ what time do you usually have breakfast មានថាតើនៅម៉ោងប៉ុន្មានដែលអ្នកជាធម្មតាទទួលទានអាហារពេលព្រឹកឬតើអ្នកទទួលទានអាហារពេលព្រឹកនៅម៉ោងប្រហែលជាទម្លាប់របស់យើងណាតែយើងទទួលទានអាហារពេលព្រឹកនៅម៉ោងប៉ុន្មានហើយអាហារមាន3ពេលបងប្អូនមានព្រឹកថ្ងៃត្រង់ហើយជាមួយនឹងពេលល្ងាចអង់គ្លេសថាពេលព្រឹក breakfast ពេលថ្ងៃត្រង់គេហៅ lunch ពេលល្ងាចគេហៅ dinner slide ក្រោយខ្ញុំនឹងមានការបែងចែកឲ្យបានច្បាស់តាក់ទងជាមួយនឹងអាហារទាំង3ពេលហ្នឹងណានេះគាត់តែយើងសួរជាម៉ោងអញ្ចឹងពាក្យនេះបងប្អូនដូរទៅបើសិនអាហារថ្ងៃត្រង់បងប្អូនដូរ lunch ហើយពេលល្ងាចបងប្អូនប្រែដាក់ទៅ dinner វិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺអត្ថន័យតាមទៅអញ្ចឹង what time do you usually have breakfast បាទអញ្ចឹងចម្លើយតើអ្នកទទួលទានអាហារពេលព្រឹកនៅម៉ោងប្រហែល I usually have breakfast at 40 past 6បាទខ្ញុំទទួលទានអាហារពេលព្រឹកឬក៏ជាធម្មតាខ្ញុំទទួលទានអាហារពេលព្រឹកនៅម៉ោង6:40នាទី AM បងប្អូនណា AM ព្រឹកហើយកន្លែងម៉ោងនេះចាំមើល slide ក្រោយៗខ្ញុំនឹងបញ្ជាក់ជូនដែរម៉ោងនេះយើងអាចនិយាយបានពីមធ្យោបាយអាចថា40 past 6ក៏បានឬក៏20 to 7ក៏បានដែរមានថាម៉ោង6:40ឬក៏ខ្វះ20ម៉ោង7ក៏បានដែរបងប្អូនណាអូខេនៅ slide ក្រោយៗទៀតខ្ញុំនឹងបញ្ជាក់ជូនទាក់ទងនឹងម៉ោងបងប្អូនណាបាទហើយមានពាក្យអីចឹងទៅមានវេយ្យាករណ៍ផងដែរចឹងទៅណាអូខេតែនេះខ្ញុំបង្ហាញជា conversation សិនខ្ញុំទទួលទានអាហារពេលព្រឹកនៅម៉ោង6:40នាទីព្រឹកយកបន្តគឺ what time do you go to bed what time do you go to bed អញ្ចឹងយើងត្រូវទៅ intonation នៅខាងក្រោយនេះជានិច្ចកន្លែង question mark នេះណាតើអ្នកចូលគេងនៅម៉ោងប្រហែលអូខេអញ្ចឹង I go to bed at 9 o'clock តើតើនឹងប្រយោគគេហៅថានេះគេហៅaffirmative ឬក៏គេហៅថាប្រយោគស្របធម្មតាគឺយើងអត់មានការលើកដាក់សម្លេងទេគឺយើងនិយាយធម្មតាហ្មង I go to bed at 9 o'clock បងប្អូនណា I go to bed at 9 o'clock ខ្ញុំចូលគេងនៅម៉ោង9 គត់បងប្អូនណា PM បងប្អូនឥឡូវខ្ញុំ review សារថ្មីឡើងវិញម្ដងទៀតឲ្យបងប្អូនយល់អញ្ចឹង lesson 2 គឺតាក់ទងជាមួយនឹងការសួរឈ្មោះ what is your surname តើនាមតកូលរបស់អ្នកឈ្មោះអ្វី my surname is ភាពនាមតកូលរបស់ខ្ញុំគឺឈ្មោះភាព what is your first name តើនាមខ្លួនរបស់អ្នកឈ្មោះអ្វី my first name is Dara what is your full name តើឈ្មោះពេញរបស់អ្នកឈ្មោះអ្វី
My full name is ភាពតារាចាំមានថាភាពគឺឈ្មោះជានាមតកូលហើយតារាជានាមខ្លួនឯងអញ្ចឹងបងប្អូនបាទតទៀតគឺ What time do you usually go to school តើជាធម្មតាអ្នកទៅរៀននៅម៉ោងប្រហែលទៅសាលារៀននៅម៉ោងប្រហែល I usually go to school at 20 past 6ជាធម្មតាខ្ញុំទៅសាលារៀននៅម៉ោង 6:20 នាទីជាធម្មតាខ្ញុំទៅសាលារៀននៅម៉ោង 6:20 នាទីព្រឹកអូខេ What time do you usually have breakfast What time do you usually have breakfast តើអ្នកទទួលទានអាហារពេលព្រឹកនៅម៉ោងប្រហែលជាទម្លាប់របស់យើងណា I usually have breakfast at 40 past 6ជាធម្មតាខ្ញុំទទួលទានអាហារពេលព្រឹកនៅម៉ោង 6:40 នាទីអូខេខ្ញុំទទួលទានអាហារពេលព្រឹកនៅម៉ោង 6:40 នាទីព្រឹក What time do you go to bed តើអ្នកចូលគេងនៅម៉ោងប្រហែល I go to bed at 9 o'clock ខ្ញុំចូលគេងនៅម៉ោង 9 គត់បងប្អូនណាហ្នឹងហើយពីថ្ងៃនេះខ្ញុំចែកជូនប៉ុណ្ណឹងបងប្អូនណាអូខេហ្នឹងហើយជូនប៉ុណ្ណឹងហើយនឹង slide ក្រោយៗទៀតខ្ញុំនឹងមានការបង្ហាញជូនបន្តទៀតតាក់ទងជាមួយនឹងពាក្យតាក់ទងជាមួយនឹងវេយ្យាករណ៍ផងដែរបងប្អូនណាហ្នឹងពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានការបង្ហាញជូនបងប្អូនទៅប៉ុណ្ណឹងបងប្អូនណាអរគុណច្រើនបងប្អូន